ដោយសារតែខ្ញុំនៅផ្ទះល្វែងហើយផ្ទះខ្ញុំអត់មានទីធ្លាទេចឹងហើយខ្ញុំបានយកបន្លែចាស់យកមកដាក់នៅលបងសម្រាប់ឲ្យគ្រួសារឆ្មាឡើងអង្គុយលេងព្រោះតែនៅជុំវិញផ្ទះខ្ញុំសម្បូរឆ្កែច្រើនមែនទែនមានទាំងមេឆ្កែមានទាំងកូនឆ្កែមានឆ្កែសម្មើឆ្កែខ្មែរឆ្កែអូយបងមកពីណាពីណីខ្លះទេតែពួកនឹងភាគច្រើនវាស្គាល់ខ្ញុំហើយវាស្គាល់ឆ្មាខ្ញុំដែរព្រោះអីយើងតែងតែដាក់បាយឲ្យពួកវាស៊ីនៅមុខផ្ទះមានចានដាក់បាយឲ្យឆ្កែជាប្រចាំអញ្ចឹងឆ្កែណាក៏មកស៊ីបានដែរអញ្ចឹងពេលវាឃើញឆ្មាយើងក៏វាអត់ហ៊ានធ្វើអីឆ្មាយើងដែរប៉ុន្តែក៏អត់ហ៊ានបដ ாய் ដែរវ៉ៃខ្ញុំបារម្ភខ្លាំងគឺឆ្មាគ្នាឯងនឹងឯងឆ្មានៅខាងក្រៅវាកាចណាដូចវីដេអូថ្ងៃមុនហ្នឹងគឺខ្ញុំគិតថាឆ្មានៅខាងក្រៅនឹងឯងដែលវាដេញខំឆ្មាខ្ញុំព្រោះអីបន្ទាប់ពីខំគ្នាហើយគឺខ្ញុំឃើញអាឆ្មាមួយសម្បុរពណ៌សលាយខ្មៅនឹងវារត់ចេញពីក្នុងដុបហើយក្នុងវីដេអូនេះដែរនេះពីអ្នកបីប្រពន្ធឆ្មាគេកំពុងតែអង្គុយសឡឹងមើលមកឆ្កែនៅខាងក្រោមមេឆ្កែដែលកំពុងដើរនេះវាទៅមានកូនវាទៅកើតកូនទេខ្ញុំថាតែបន្តិចទៀតកូនវាចេះដើរវានឹងទៅយកកូនវាមកទាំងសបុកទៀតហើយដល់ឆ្មាខ្ញុំវាអបសុកណាវាទាចេញមកក្រៅរហូតហើយណាមួយពេទ្យសត្វក៏គាត់ប្រាប់ថាយើងត្រូវឲ្យសត្វចិញ្ចឹមចេញមកក្រៅខ្លះដើម្បីឲ្យត្រូវពលឺថ្ងៃបើមិនអញ្ចឹងទេវាអាចប្រឈមនឹងមានបញ្ហាស្បែក